បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចំការនៅស្រុកសំឡូតនេះគឺសកម្មភាពការចុះមកបាញ់ថ្នាំស្វាយចន្ទីបាទពីការចុះមកបាញ់ថ្នាំស្វាយចន្ទីលើកមុនយើងមានធុងបាញ់ម្ដងអញ្ចឹងណាឥឡូវនេះការដែលយើងបដូរផ្លាស់ពីធុងហ្នឹងឥឡូវមកបាញ់ម៉ាស៊ីនម្ដងម៉ាស៊ីននេះគឺជាសកម្មភាពដែលយើងបាញ់ថ្នាំស្វាយចន្ទីយើងបាញ់អញ្ចឹងតែម្ដងអានេះមានខ្សែមានអីអញ្ចឹងនេះបាញ់អានេះបាញ់លឿនណាតែ1ម៉ោង2ម៉ោងអីរាប់រយដើមអានេះណាដូចស្វាយចន្ទីខ្ញុំនេះគឺប្រហែល100ដើមដែរទេមិនច្រើនទេដំបូងឡើយគឺយើងលាយយើងមានធុងនៅលើគោយន្តហ្នឹងយើងមានធុងដូច1000លីត្រយើងលាយថ្នាំយើងលាយទឹកនៅក្នុងធុងទៅហើយយើងមានខ្សែហ្នឹងខ្សែកត់កាន់ហ្នឹងខ្សែហ្នឹងប្រហែលជា100ម៉ែត្រជាងបើយើងមានលុយទិញច្រើនក៏ល្អដែរខ្សែហ្នឹងទិញ300-400ម៉ែត្រទៅនេះខ្សែហ្នឹងខ្សែពណ៌លឿងហ្នឹងតែបងខ្ញុំគាត់មានលុយល្មមគាត់ទិញ100ម៉ែត្រជាងហើយជាការក៏មិនសូវធំដែរអញ្ចឹងណាការបាញ់ថ្នាំនេះគឺដើម្បីឲ្យផ្កាហ្នឹងជាប់អញ្ចឹងណាព្រោះដល់នេះគឺយើងត្រូវថែវាហើយថែដើម្បីឲ្យមានផ្កាឲ្យមានផ្លែតែណាផ្កាវាជាប់ផ្លែវាមានដែរហើយមួយវិញទៀតគឺអាដើមវាហ្នឹងគឺរុះស្លឹកធម្មតាស្វាយចន្ទីវារុះស្លឹកណាអញ្ចឹងម៉ែខ្ញុំគាត់តនេគាត់ដើរជ្រើសដើរប្រមូលស្លឹកនៅក្រោមដើមនឹងដុតឲ្យអស់ពីព្រោះនៅចកាអញ្ចឹងថ្ងៃណាមួយយើងមិនបានដឹងឆេះអាស្លឹកនឹងទៅអស់ល្មមស្វាយចន្ទីយើងនឹងឥឡូវចាប់ដើមផ្កាបដាផ្កាច្រើនដែររាល់ឆ្នាំដែលបានផលទេរាល់ឆ្នាំដែលបានថែវានោះរាល់ឆ្នាំគឺអត់មានអ្នកថែក៏ផ្កាវាមិនសូវជាប់វាមិនជាប់ក៏មិនសូវបានលុយលក់អីទេតែឆ្នាំហ្នឹងម៉ែគាត់ទិញថ្នាំមកបាញ់ហើយលោបានលុយកាក់គេដូចថ្លៃដែរស្វាយចន្ទី1គីឡូដូចជា5000អីដែរ5000ជាងអីដែរណានៅខាងស្រុកកំឡូតហ្នឹងណាតែវាចុះថ្លៃដែរវាអាចចុះបើសិនតែស្វាយចន្ទីវាច្រើនវាអាចចុះដល់3000ជាង4000អីដែរតែបើដំបូង5000ជាងអីចឹងណាហ្នឹងទៅតាមជាក់ស្ដែងនេះដូចជាស្វាយចន្ទីខាងខ្ញុំនេះគឺមិនច្រើនទេស្វាយដើមតិចដែរទេហើយកំពុងតែបាញ់ណាកំពុងបាញ់ថ្នាំសុំមើលសកម្មភាពបាញ់ថ្នាំបន្តិចហើយការបាញ់ថ្នាំនេះបើយើងនិយាយវិខុសបច្ចេកទេសខុសហើយដោយសារអីអ្នកដែលបាញ់ថ្នាំហ្នឹងអត់មានពាក្យអីទេបើពាក្យតែម៉ាស់តែមួយនោះតែពេលនេះគេត្រូវពាក្យម៉ាស់ពាក្យស្រោមដៃពាក្យមួកពាក្យសម្លៀកបំពាក់អីសមរម្យដើម្បីបាញ់ហ្នឹងព្រោះថ្នាំហ្នឹងវាអាចជិះប៉ះពាល់ដល់សុខភាពយើងដែរតែគាត់នេះអត់ទេគាត់លេងលាតតែអញ្ចឹងហ្មងគាត់អាងទៅតិចគាត់អាងទៅដើមស្វាយចន្ទីតិចក៏ខ្ជិលពាក្យគាត់នេះខ្សែពលលឿងនេះនិយាយពីខ្សែហ្នឹងគឺយើងអាចមានលុយទិញឲ្យបានច្រើនម៉ែត្រទៅដើម្បីបាញ់បានឆ្ងាយយើងបាញ់ទៅគោយន្តយើងអាចទុកក្នុងខ្នល់ឬក៏ទុកក្នុងកន្លែងណាដែលយើងអាចទុកបានណាយើងចូលទៅក្នុងដូចគាត់បាញ់នៅនោះឃើញគាត់ដើរបាញ់មួយជុំនឹងស្វាយចន្ទីខ្ញុំប្រហែល100ដើមដែរហ្នឹងបាទគាត់បាញ់តែ2ម៉ោងអស់គ្រប់ហើយបាទនៅចំការនេះគឺមានស្វាយមានអីហ្នឹងបាទប៉ុន្តែស្វាយមិនសូវបានលក់ទេព្រោះនៅនេះស្វាយ1គីឡូ100ម៉ែខ្ជិលបេះបដ ாய் đóប៉ុន្តែស្វាយទៅបងធំនេះស្វាយហ្នឹងផ្លែ2ចុង1គីឡូ2ប៉ុន្តែមិនបានលក់ឲ្យឆានតំបាញ់ផ្លែគួរចោលជ្រុះដោយសារតែវាឆ្ងាយពីភូមិផងហើយណាមួយវារឿងមិនសូវមានតម្លៃថ្លៃផងមិនបានបេះទុកជ្រុះចោលហ្នឹងចេកបាទចេកឥឡូវពីមុនសបោចកាខ្ញុំសបោចេកឥឡូវគឺអស់កាប់អស់ហើយចេកនេះធុងហ្នឹងគឺយើងដាក់ទឹកដាក់អីនៅក្នុងហ្នឹងទៅយើងបញ្ឆេះម៉ាស៊ីនទៅវារត់ទៅហើយបច្ចេកទេសគេមិនខ្ញុំអត់សូវដឹងដែរបើថា
dương bánh tham chẳng á như thùng mà sen nó cứ mà sen cô yuan nâng ấy và sen cô yuan nâng dương bánh nâng nè trong ca từng mua lớn và trong ca chế còn 6 min nè tính nhé về bị miên tầm lái đó về hả của bạn đục tàu khung vô chai bị phun pi bê lô đấy này nó ní còn miên chỉ ca sao mau chỉ ca đến đấy và chỉ ca giờ đến sao mau nước ọt sau bàn thai đấy vì muốn pa cọt thai ở bãi phục cọt thai này cọt thai các bạn lọ về lâu phục cọt bàn thái có sao mau giờ đến ngọc tam đường đại